ខ្ញុំរៀបរាប់ទាំងយំនាងសុំខ្ញុំពីភាសាខ្ញុំភាំងស្មារតីបេះដូលដាច់ផ្ងានាងប្រាប់ខ្ញុំថាមានកូនជាមួយប្តីខ្ញុំប្រពន្ធរៀបការពេញច្បាប់បាយត្រូវឈឺចាប់ស្ទើរស្លំសាទេអារម្មណ៍ទាំងភ្នែកខ្ញុំហូរដោយគ្មានបង្ខំនាងអង្គបសុំចែកប្តីខ្ញុំយកបានទីនាងសុំចែកប្តីសុំឲ្យខ្ញុំប្រណីនាងខនាងគ្មានបំណងជ្រៀតជ្រែកគ្រួសារខ្ញុំទេនាងសុំលាប់ខ្លួនបើមិនព្រមឲ្យមានទេនាងថាខ្មាំងទេមិនចង់รู้ធួនផាឲ្យគិតយ៉ាងណាសុខសុខមានគេមកសុំចែកប្តីជាតិមុនខ្ញុំមានកម្មអ្វីហេតុអ្វីបានប្តីនេះសេខ្មាត់បានយកចុងបើនាងចង់បានខ្ញុំមិនរំខានយកគ្នាឲ្យបានសុខចុះនាងណាម្នាក់នេះចែកដោយចិត្តស្មងខ្ញុំរើប្តីខំគុំហុំបន្ទោខ្លួនឯជាតិមុនខ្ញុំមានកម្មអ្វីហេតុអ្វីបានប្តីនេះសេខ្មាត់បានយកចុងបើនាងចង់បានខ្ញុំមិនរំខានយកគ្នាឲ្យបានសុខចុះនាងណាម្នាក់នេះចែកដោយចិត្តស្មង
បំផ្លាញតែចិត្តមិនអាចទប់ស្កាត់បានទេខ្ញុំដឹងច្បាស់ថាបងជាប្រពន្ធគេខ្ញុំគ្រាន់តែជាមនុស្សមិនគួរចូលមកទេតែពេលខ្ញុំដឹងថាមានកូនក្នុងផ្ទៃខ្ញុំភ័យនឹងយំមិនដឹងទៅណាទេខ្ញុំមិនចង់យកប្តីពីដៃបងទេតែស្ថានភាពនេះធ្វើឲ្យខ្ញុំចាញ់ខ្លួនឯងបើបងឈឺចាប់ខ្ញុំក៏ឈឺដូចគ្នាសុំត្រឹមកន្លែងមួយឲ្យកូនខ្ញុំរស់ផងធ្វើឲ្យគេឈឺស្អប់ចិត្តខ្ញុំតែមិនអាចបំភ្លេចគេបើអាចត្រឡប់ខ្ញុំមិនជួបគេទេសូមអភ័យទោសពីចិត្តពិត